អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបនិងឃាត់ខ្លួននារីជនសង្ស័យ2នាក់ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់នៅវេលាម៉ោង 2:00 នាទីថ្ងៃទី16 ខែមីនាឆ្នាំ2026កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមននិងមានការសម្របសម្រួលនីតិវិធីពីលោកស៊ីនរក្សាព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ2នាក់រួមមាន1ឈ្មោះហុតរីណាភេទស្រីអាយុ39ឆ្នាំ2ឈ្មោះសៅចាន់នីភេទស្រីអាយុ45ឆ្នាំនៅចំណុចតំបន់បាសាក់ឡែនផ្លូវលំភូមិ6សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញពាក់ព័ន្ធករណីរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់វត្ថុតាងចាប់យករួមមានកញ្ឆាក្រៀម80កញ្ចប់បារីកញ្ឆា150ដើមកញ្ឆាដុំខ្មៅ10ដុំចាហួយពណ៌បៃតង106គ្រាប់ចាហួយពណ៌ឈាមជ្រូក31គ្រាប់ចាហួយពណ៌ក្រហម68គ្រាប់ចាហួយកញ្ចប់ពណ៌បៃតង12កញ្ចប់កញ្ឆាឈីតា6កញ្ចប់ចាហួយវ៉ុនកា4កញ្ចប់ចាហួយខាមីណូ1កញ្ចប់ Raspberry 1កញ្ចប់ Mighty Magic 1កញ្ចប់ម្សៅពណ៌ស1កញ្ចប់បច្ចុប្បន្ននារីជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់